សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនឹងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍ផ្លែកន្ទួតព្រៃត្រាំទឹកឃ្មុំជាការពិតណាស់ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់នៃកន្ទួតព្រៃត្រាំទឹកឃ្មុំដែលត្រូវបានគេសន្និដ្ឋានពីបទពិសោធន៍ប្រើប្រាស់ប្រពៃណីនិងការសិក្សាខ្លះៗ 1. ផ្លូវដង្ហើមនិងការឈឺក្បាលកន្ទួតព្រៃមានរសជាតិក្តៅនិងមានសារធាតុដែលជួយបំបាត់អាការៈផ្ដាសាយមានស្លេសនិងឈឺក្បាលការញ៉ាំកន្ទួតព្រៃត្រាំទឹកឃ្មុំអាចជួយឲ្យមនុស្សមានសុខភាពល្អ 2. ជំនួយរំលាយអាហារវាត្រូវបានគេជឿថាជួយសម្រកទម្ងន់និងបង្កើនប្រសិទ្ធភាពរំលាយអាហាររសជាតិក្តៅរបស់វាជួយដំឡើងកម្ដៅរាងកាយនិងបង្កើនដំណើរការរំលាយអាហារ 3. ប្រឆាំងនឹងការរលាកកន្ទួតព្រៃមានសារធាតុប្រឆាំងអុកស៊ីដង់និងប្រឆាំងការរលាកការប្រើប្រាស់វាឲ្យបានទៀងទាត់អាចជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ 4. ពង្រឹងស្បែកទឹកឃ្មុំមានលក្ខណៈប្រឆាំងបាក់តេរីនិងសំណើមដែលជួយផ្ដល់សំណើមដល់ស្បែក 5. ពង្រឹងប្រព័ន្ធភាពស៊ាំសារធាតុចិញ្ចឹមនៅក្នុងកន្ទួតព្រៃនិងទឹកឃ្មុំអាចជួយពង្រឹងការទប់ទល់នឹងជំងឺរបស់រាងកាយដោយកាត់បន្ថយគ្រោះថ្នាក់នៃការជំងឺ 6. បន្ទាបអាការៈឈឺបំពង់កទាំងកន្ទួតព្រៃនិងទឹកឃ្មុំមានប្រសិទ្ធភាពក្នុងការបន្ទាបការឈឺបំពង់កនិងញ៉ាំកន្ទួតព្រៃត្រាំទឹកឃ្មុំអាចជួយឲ្យបំពង់កមានសំណើមនិងបន្ថយអាការៈរមាស់របៀបប្រើប្រាស់យកកន្ទួតព្រៃមួយចំនួនយកទៅកិនឲ្យម៉ត់ត្រាំក្នុងទឹកឃ្មុំយ៉ាងហោចណាស់ 5 ទៅ 7 ថ្ងៃដើម្បីឲ្យសារធាតុចិញ្ចឹមចេញពេញលេញអាចយកទឹកឃ្មុំមកលាយជាមួយទឹកក្តៅឬញ៉ាំកន្ទួតព្រៃទទេក៏បានប្រហែល1